រពសូមគោរពឯកឧត្តមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិជាទីគោរពសូមគោរពឯកឧត្តមយ៉ាងពញ្ញរិទ្ធប្រធានក្រុមការងារគណៈបកសង្គ្រោះជាតិប្រចាំខេត្តព្រៃវែងជាទីគោរពសូមគោរពឯកឧត្តមលោកជំទាវលោកអង្គលោកពូអ្នកមីងសមាជិកាគណៈបកសង្គ្រោះជាតិប្រចាំខេត្តព្រៃវែងមិត្តយុវជនទាំងអស់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះជាថ្ងៃដ៏មហោឡារិកដែលថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបានរៀបចំពិធីជួបជាមួយយុវជននិងសមាជិកាប្រចាំខេត្តព្រៃវែងដើម្បីបង្ហាញអំពីគោលជំហរនិងសកម្មភាពដែលលោកដែលជាក្នុងនាមជាថ្នាក់ដឹកនាំបានធ្វើសកម្មភាពកន្លងមកតាមនាមគណៈរៀបចំនៃកម្មវិធីនេះខ្ញុំសូមប្រកាសកម្មវិធីក្នុងថ្ងៃនេះមានដូចតទៅ 1. ការប្រកាសពីគោលជំហរយុវជនបន្តវេនខេត្តព្រៃវែងនិងជំនាញយុវជន 2. ការប្រកាសអំពីគោលជំហរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ខេត្តព្រៃវែងដោយអាយដាមយ៉ាងពញ្ញរិទ្ធ ទី 3 ការប្រកាសពីស្ថានភាពនយោបាយនិងគោលជំហររបស់គណៈបកសង្គ្រោះជាតិដោយអាយដាមសំសុខាអនុប្រធានគណៈបកសង្គ្រោះជាតិ 4. ការថ្លែងស្ថានភាពនយោបាយនិងគោលជំហររបស់គណៈបកសង្គ្រោះជាតិដោយអាយដាមសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងចុងបញ្ចប់នឹងមានកម្មវិធីសំណួរចម្លើយដែលមានការចូលរួមអំពីសមាជិកសមាជិកាក៏ដូចជាយុវជននៅក្នុងអង្គពិធីនេះដូច្នេះមុននឹងចាប់ផ្ដើមនៃកម្មវិធីនាងខ្ញុំសូមគោរពគណៈអធិបតីក៏ដូចជាភ្ញៀវកិត្តិយសនិងសមាជិកាទាំងអស់ក្នុងប្រាប់ស្ដាប់នៅពុទ្ធបញ្ញសិលាការកំណត់ក្នុងចិត្តរបស់ថ្នាក់ដឹកនាំការបម្រើរាជនិងមាតុភូមិចំពោះមុខវត្ថុស័ក្តិសិទ្ធិក្នុងលោកនិងកត្តា7ចំណុចក្នុងនេះប៉ុន្តែចូលដល់កម្មវិធីនេះខ្ញុំសូមគោរពគណៈអធិបតីចូលរួមស្ដាប់ចម្រៀងរបស់យុវជនជុំថ្នាក់ដឹកនាំសូមគោរពជើញ